ស្ត្រីចំណាស់បានមកដល់ហើយឥឡូវនេះយាយចាស់បានមកដល់ហើយថ្ងៃនោះនៅប្រលានយន្តហោះអ្នកបានប្រែក្លាយពណ៌ស្ទើរជាពណ៌ខ្មៅដូច្នេះមករកខ្ញុំឥឡូវនេះឬបើមិនដូច្នោះទេគ្រូសាលូនិងគ្រូសាលីនមានទំនាក់ទំនងអាជីវកម្មជាមួយគ្នាអ្នកមិនមែនជាចៅស្រីតែម្នាក់គត់នៅក្នុងគ្រូសាលីនទេខ្ញុំនឹងប្រាប់ជីដារបស់អ្នកគ្រាន់តែចូលទៅដោយមិនបាច់បារម្ភកុំគិតចង់យកវាទៅណាចោលឲ្យសោះត្រូវតែណាត់ជួបអរគុណសូមកុំចាក់ចេញម្ដងទៀតសៀវឈីវតើអ្នកអាចផ្ដល់ពេលឲ្យខ្ញុំមួយផ្លែតបានទេខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងសូម្បីតែធ្វើជាគោឬសេះក៏ដោយសូមអនុញ្ញាតឲ្យខ្ញុំចូលបន្ទាប់មកអ្នកមិនគួរចេញមកម្ដងទៀតទេប្រញាប់ឡើងអត់ទេសូមមេត្តាករុណាដល់ខ្ញុំយាយឲ្យនាំអ្នកមកទីនេះធ្វើអីតើអ្នកមិនបាននិយាយថាអ្នកចង់ឲ្យខ្ញុំស្ដាប់រឿងរបស់អ្នកទេតើអ្នកអាចផ្ដល់ឱកាសឲ្យខ្ញុំស្ដាប់រឿងរបស់ខ្ញុំបានទេដូច្នេះខ្ញុំនៅទីនេះហានេះជាអំណោយដែលខ្ញុំបានរៀបចំសម្រាប់អ្នកជីដូនដឹងថាអ្នកជាកូនល្អអ្នកមិនបានធ្វើអ្វីខុសទេអ្នកពិតជាក្លាហានណាស់យាយនឹងលោកការវិតម្លៃរបស់ស្ថានីយ៍នេះបានលើកទី7ក្នុងរយៈពេល10ថ្ងៃស៊ីឈីវដល់វេនអ្នកឡើងឆាកហើយសួស្ដីអ្នកទាំងអស់គ្នាខ្ញុំជាម្ចាស់ផ្ទះកូនតែម្នាក់គត់ស៊ីឈីវខ្ញុំមានអារម្មណ៍យើងបានមកដល់កន្លែងមួយដើម្បីនិយាយអំពីសុបិនសម័យកាលមួយដែលមនុស្សគ្រប់គ្នានឹងត្រូវបានគេចំអុក5ឆ្នាំមុនខ្ញុំបានមកដល់ទីក្រុងប៊ីនហៃតែម្នាក់ឯងពីលើភ្នំដើរតាមក្តីស្រមៃពេលនោះខ្ញុំកំពុងថ្លែងសុនទ្រកថានៅសាលាបង្រៀនសុនទ្រកថានៃសាកលវិទ្យាល័យជីណានដំណើរនេះបានចំណាយពេលខ្ញុំពេញ18ឆ្នាំដូច្នេះខ្ញុំទើបតែដឹងនៅពេលក្រោយខ្ញុំបានដើរចេញពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំនៅតែចងចាំវារហូតមកដល់សប្តាហ៍ថ្ងៃនេះនោះហើយជាអ្នកនៅពេលដែលអ្នកមិនអាចគេងលក់ក្នុងទីងឹតបានពេលប្រឈមមុខនឹងគំនិតនៃការរត់ចេញពីជីវិតប៉ុន្តែខ្ញុំមិនសោកស្ដាយវាទេក្តីស្រមៃកុមារភាពស្នេហាដ៏ឆេះរបស់ខ្ញុំការខិតខំប្រឹងប្រែងឥតឈប់ឈរនិងការតស៊ូដ៏ក្លាហាននេះគឺជាអត្ថន័យនៃសុបិននាយកស្ថានីយ៍បានអនុវត្តគោលការណ៍មួយដែលបណ្ដាលឲ្យមានចំណាត់ថ្នាក់អ្នកទស្សនាលើសពី8ដែលជាការពិតអូយនាយកស្ថានីយ៍បានអនុវត្តប្រព័ន្ធវិតម្លៃមួយដែលបំបែកបាន5ការចុះពីលើស្ពានបានបំបែកកំណត់ត្រាម្ដងទៀតខ្ញុំនៅតែចាំសុបិនរបស់ខ្ញុំតាំងពីដំបូងលាហើយក្មេងប្រុសម៉ាក់បាននិយាយថាមិនខ្លាចពេលវេលាមិនខ្លាចខ្យល់សូមឲ្យក្តីសុបិនទាំងអស់ត្រូវបានផ្ដល់ឲ្យហារដូវក្តៅនិងរដូវស្លឹកឈើជ្រុះដ៏ភ្លឺស្វាងនឹងកក់ក្តៅនោះខ្ញុំត្រឡប់មកវិញហើយអូយចៅស្រីរបស់ខ្ញុំពិតជាអស្ចារ្យណាស់ខ្ញុំបានឃើញស្រមោលរបស់ចៅវាយវ័យក្មេងនៅក្នុង Madam Shell គូស្នេហ៍ប្រៀបដូចជាផ្កាអុកស៊ីសែនគឺជាផ្កាកុលាបដែលអ្នកបច្ចេកទេសមិនទីពិសោធន៍បានសង្គ្រោះខ្លួនឯងខ្ញុំចាំតើមានអ្វីដែលនឹកឃើញ5ឆ្នាំមុនក្មេងស្រីដែលចៅវាយវ័យក្មេងលងស្នេហ៍ភ្លាមនោះគឺជាស្រីកំណានវ័យក្មេងអ្វីប្រពន្ធខ្ញុំបាននិយាយនៅពេលដែលរដូវកាលទី2នៃ Perfect Woman បានមកដល់ទីបញ្ចប់ដ៏ល្អឥតខ្ចោះខ្ញុំនឹងផ្ដល់អំណោយមួយចំនួនដល់អ្នកផ្ញើផ្កាមកខ្ញុំកាត់ជូនពោឪពុកម្ដាយរបស់ខ្ញុំបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពី5ឆ្នាំមុនខ្ញុំបានឃើញអ្នកនៅលើវេទិកានោះជាលើកដំបូងដែលខ្ញុំបានឃើញអ្នកដូច្នេះវាគឺជាអ្នកតូចសូមឲ្យខ្ញុំណែនាំខ្លួនឯងខ្ញុំឈ្មោះលូស៊ីយ៉ានសួស្ដីខ្ញុំឈ្មោះស៊ីឈៀវរីករាយដែលបានជួបអ្នកដំណឹងល្អសម្រាប់បងប្រុសដែលចង់បានខ្ញុំទើបតែទទួលបានសារមួយទៀតម្ដាយរបស់បងថ្លៃស្រីភ្ញាក់ពីដំណេកទៅជួបម៉ាក់ក្តីសុបិនវ័យក្មេងមិនគួរបញ្ចប់ដោយពន្លឺផ្កាយទេសូមឲ្យចំណង់ចំណូលចិត្តរបស់អ្នកនៅរស់រវើកឆ្ពោះទៅកាន់ភ្នំនិងសមុទ្រ